ក្រុងម៉ូស្គូទន្ទឹមនឹងការចង់ចរចាគ្នាដើម្បីសន្តិភាពនិងស្នើសុំឲ្យមានបទឈប់បាញ់ជើងគោកនិងជើងអាកាសអ៊ុយក្រែនឆ្លៀតពន្លះរុស្ស៊ីមួយអស់ដៃដោយប្រើប្រាស់យន្តហោះដ្រូនកាលពីយប់មិញធ្វើឲ្យរុស្ស៊ីសឹងតែដាច់ភ្ងាម្ដងចំណាត់ការនេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីវាយប្រហារស្លាប់ជនស៊ីវិលអ៊ុយក្រែនក៏មិនតិចអ្នកដែរកាលពីប៉ុន្មានថ្ងៃមុនកាលពីយប់មិញរុស្ស៊ីថ្លែងថាអ៊ុយក្រែនបញ្ជូនដ្រូន337គ្រឿងដើម្បីវាយប្រហារទីតាំង10កន្លែងនៅរុស្ស៊ីរួមទាំងទីក្រុងម៉ូស្គូផងដែរការវាយប្រហារនេះស្របពេលដែលលោកសេលិនស្គីដឹកនាំគណៈប្រតិភូទៅអារ៉ាប៊ីសាអូឌីតលោកនឹងចាក់ចេញពីទីនោះមុនហើយទុកឲ្យក្រុមការងាររបស់លោកនិងអាមេរិកជួបគ្នាដើម្បីរៀបចំក្រុមចរចាសន្តិភាពប្រភពពីមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនដែលស្នើសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថាអ៊ុយក្រែនចង់ស្នើសុំឲ្យមានបទឈប់បាញ់ជាបណ្ដោះអាសន្នលោកសេលិនស្គីថាលោកពូទីនគួរពិចារណាសំណើនេះដើម្បីបញ្ជាក់ថាគាត់ចង់បានសន្តិភាពពិតប្រាកដមែនសំណើនេះត្រូវរុស្ស៊ីបដិសេធជាបណ្ដាហើយថាមិនអាចទៅរួចទេរុស្ស៊ីយល់ថាអ៊ុយក្រែនគ្រាន់តែចង់ទិញពេលវេលានៅពេលពួកគេកំពុងចាញ់ប្រៀបនៅលើសមរភូមិយោធាតែប៉ុណ្ណោះការវាយប្រហាររបស់អ៊ុយក្រែនកាលពីយប់មិញធ្វើបិទមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុន្តែខូចខាតអគារមួយចំនួននៅពេលខែលការពារដែនអាកាសរុស្ស៊ីបាញ់ទម្លាក់ដ្រូនជាង300គ្រឿងក្នុងនោះរាប់សិបគ្រឿងហោះសម្ដៅទៅម៉ូស្គូហើយត្រូវរុស្ស៊ីបាញ់ធ្លាក់បំណែកនៃដ្រូនទាំងនោះធ្លាក់ត្រូវចំអគារបណ្ដាលឲ្យខូចខាតនិងស្លាប់មនុស្សម្នាក់របួស3នាក់រុស្ស៊ីអះអាងថាខ្លួនបាញ់ធ្លាក់ដ្រូន125គ្រឿងរបស់អ៊ុយក្រែននៅខខណៈដែល91គ្រឿងទៀតបាញ់ធ្លាក់នៅម៉ូស្គូតំបន់ដទៃទៀតដែលរងការវាយប្រហារឬប៉ុនប៉ងវាយប្រហារដោយដ្រូនមានដូចជាបែលហ្គូរ៉ូតព្រីយ៉ង់និងវ៉ូរ៉ូណេស Belgorod Bryansk and Voronezh ដែលជាទីតាំងស្ថិតនៅជាប់នឹងព្រំដែនអ៊ុយក្រែនក្រៅពីនេះដ្រូនក៏បានហោះទៅវាយប្រហារតំបន់ជ្រៅនៅក្នុងទឹកដីរុស្ស៊ីផងដែរដូចជាកាលូកា លីពេត នីស្នៃនៅហ្គូរ៉ូត អូរីយ៉ូនិងរីយ៉ាសាន ខាលូយ៉ា លេផេតស្ក ណៃនីណូវហ្គូរ៉ូត អូរីយ៉ូរីយ៉ាសិនអភិបាលក្រុងម៉ូស្គូលោកស៊ឺហ្គេសូប៊ីយ៉ានីន សឺជីសូប៊ីយ៉ានិនថ្លែងថាដ្រូនជាង70គ្រឿងហោះទៅម៉ូស្គូប៉ុន្តែត្រូវបានបាញ់ទម្លាក់តាមផ្លូវដោយខែលការពារនៅពេលមានសញ្ញានៃការចរចាគ្នាភាគីទាំងពីរក៏សម្រុកវាយប្រហារគ្នាដើម្បីដណ្ដើមតំបន់កាន់កាប់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានជាពិសេសរុស្ស៊ីកំពុងសម្រុកវាយប្រហារខ្លាំងនៅតំបន់ខឺរបស់រុស្ស៊ីនិងនៅលើទឹកដីអ៊ុយក្រែនផ្ទាល់បន្ទាប់ពីដឹងថាអ៊ុយក្រែនលែងទទួលបានជំនួយយោធានិងព័ត៌មានសម្ងាត់ពីអាមេរិកនៅក្នុងសមរភូមិការទូតឯណោះវិញអាមេរិកមិនទាន់បញ្ចេញប្រតិកម្មដបទៅនឹងការវាយប្រហារដោយដ្រូនដ៏ធំបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើងនោះទេរដ្ឋមន្ត្រីការបរទេសអាមេរិកនិងទីប្រឹក្សាសន្តិសុខជាតិគ្រោងជួបសម្ភាគីអ៊ុយក្រែននៅអារ៉ាប៊ីសាអូឌីតប្រភពខ្លះថាអ៊ុយក្រែនចង់ស្នើសុំឲ្យមានបទឈប់បាញ់នៅសមុទ្រខ្មៅឈប់បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលអ៊ុយក្រែននិងដោះដូរឆ្លើយសឹកគ្នាទៅវិញទៅមកប៉ុន្តែលោករ៉ូប៊ីយ៉ូបញ្ជាក់ថាអាមេរិកមិនទាន់គិតទៅដល់ការស្នើសុំឬទាមទារអ្វីទៅរុស្ស៊ីទេជាបឋមអាមេរិកចង់ដឹងថាតើពួកគេពិតជាចង់បញ្ចប់សង្គ្រាមចង់ធ្វើសម្ពាធនិងចង់មានជំហរស្របគ្នាជាមួយអាមេរិកដែរឬទេនេះបើយោងតាមប្រភពពី CNN, SEN, AP, AP និងប្រភពផ្សេងទៀត